cursor នៅហ្នឹងដាក់សញ្ញាស្មើបន្ទាប់មកទៀតយើង save មុន find ហើយយើងដំបូងអាពាក្យថា find text នេះគឺឲ្យយើងមកចុចលើពាក្យដែលយើងចង់រកចុចលើមក pop បន្ទាប់មកទៀតយើងធ្វើការកបៀសអាកន្លែងពាក្យថា within text ហ្នឹងគឺជាកន្លែងដែលយើងស្វែងរកពាក្យហ្នឹងឯងចឹងបែបហ្នឹងណាបាទសួស្តីអ្នកទាំងគ្នាចឹងនៅក្នុងវីដេអូនេះទៀតគឺយើងនឹងសិក្សាពីរូបមន្តនៅក្នុងកម្មវិធី Excel អញ្ចឹងថ្ងៃហ្នឹងគឺយើងមានរូបមន្តចំនួន7រូបមន្តបាទ7រូបមន្តអញ្ចឹងទី1មាន sort ទី2គឺ sort by ដូចគ្នាហើយទី3 unique ទី4 filter ទី5 sequence ទី6 find និងទី7គឺ transpose បាទ transpose តើលើសួរថារូបមន្តមួយហ្នឹងគេប្រើវាដើម្បីអីគេអញ្ចឹងងាយស្រួលទេខ្ញុំមានតារាងបែបហ្នឹងណាអូខេអញ្ចឹងយើងចូលដំបូងគឺរូបមន្ត sort ហ្នឹងឥឡូវយើងទៅមើលរយមន័យ sort រូបមន្ត sort ហ្នឹងជារូបមន្តសម្រាប់តម្រៀបតាមអក្សរក្រមដោយស្វ័យប្រវត្តិអញ្ចឹងជាធម្មតាបើសិនជាយើងមានឈ្មោះបែបហ្នឹងឯងអញ្ចឹងយើងចង់ឲ្យវាលោតចាប់ពីអក្សរកខអញ្ចឹងណាជាភាសាខ្មែរមិនថាអង់គ្លេសមិនថាខ្មែរទេអញ្ចឹងយើងតែងតែធ្វើការចុច sort មែនទេហ្នឹងហើយចុច sort វាតម្រៀបវាប៉ុន្តែយើងមានរូបមន្តមួយទៀតគឺ sort ហ្នឹងហើយខ្ញុំសោកស្ដាយផងដែរតាក់ទងជាមួយនឹងរូបមន្ត sort by unique filter និង sequence នេះគឺវាមានតែនៅក្នុង Microsoft Office 2021តែប៉ុណ្ណោះអញ្ចឹងក្រៅពីហ្នឹងគឺវាអត់មានទេបើសិនមកអ្នកផ្សេងគាត់ប្រើ2019ចុះក្រោមអញ្ចឹងគឺអត់មានរូបមន្តទាំងហ្នឹងទេណាអញ្ចឹងសោកស្ដាយផងចំណែករូបមន្ត file និង transpose ហ្នឹងគឺមានចាប់ពី Word 2000 Microsoft Office 2010ដល់2021អញ្ចឹងវាមានស្រាប់អានេះគឺអត់មានទេភាគច្រើនខ្ញុំមិនសូវប្រើទេដោយសារតែវាអត់មានអញ្ចឹងណាករណីយើងបើកកម្មវិធី Excel នេះយើងប្រើមុន sort អញ្ចឹងដល់ពេលយើងទៅបើកជាមួយនឹង Office 2019ចុះក្រោមទៅគឺវាអត់ support វាអត់មានទេអញ្ចឹងណាតោះឥឡូវយើងទៅធ្វើការតម្រៀបឧបមាថាខ្ញុំមានអញ្ចឹងនេះគឺជាទិន្នន័យដើមហើយខ្ញុំចង់ធ្វើការតម្រៀបទៅខាងនេះអញ្ចឹងឲ្យវា load ដល់ស្វ័យប្រវត្តិអូខេងាយស្រួលយើងដាក់ cursor នៅក្នុងហ្នឹងមកបន្តមកទៀតយើងដាក់សញ្ញាស្មើហើយយើង save ពីទៅ sort អញ្ចឹងណាគឺមាន sort ហើយចុច tab មកបន្តមកទៀតកន្លែងពាក្យថា array ហ្នឹងគឺគេឲ្យយើងធ្វើការ select លើអាទិន្នន័យដែលយើងចង់បានប្រមាណឥឡូវខ្ញុំចង់បានទាំងអស់ដូច្នេះខ្ញុំ search ទាំងអស់ចេះអញ្ចឹងណាហើយយើងអានេះយើង copy មកពីនេះមកអញ្ចឹងបន្តមកទៀតយើងធ្វើការចុចក្បៀសអាកន្លែងពាក្យថា sort index ហ្នឹងសួរតើយើងចង់តម្រៀបនៅ column មួយណាមាន1 2 3រហូតដល់យើង select ណាបើថាខ្ញុំចង់តម្រៀបទៅលើឈ្មោះដូច្នេះហើយខ្ញុំ column 1អញ្ចឹងដាក់ column 1បន្តមកទៀតយើងធ្វើការចុចក្បៀសអញ្ចឹងវាចេញមួយនេះគឺ ascending គេថាវាពីតម្រៀបពីតូចទៅធំបើសិនបើយើងយកពាក្យថា descending នឹងគឺដកមួយនឹងបើថាពីធំទៅតូចវិញបើថាពីអក្សរ អដល់អក្សរកវិញអញ្ចឹងខ្ញុំចង់បានពីកដល់អស់អញ្ចឹងយើងចុចលើ V1 ចុច tab មួយមកហើយទៅមកទៀតយើងធ្វើការចុច bit វងកញ្ចក់ហើយយើង enter ឃើញអញ្ចឹងអានេះគឺវា load ដល់ស្វ័យប្រវត្តិតែម្ដងដោយយើងមិនបាច់ធ្វើការអូសពីលើចុះក្រោមទេអូខេអញ្ចឹងវាងាយស្រួលកន្លែងហ្នឹងឥឡូវឈ្មោះឥឡូវយើងមើលឈ្មោះយើងកែសុភ័ក្រគាត់នៅលេខរៀងទី9ទេដល់ពេលនៅក្នុងនេះគាត់ទៅជាលេខរៀងទី1ដោយសារតែអូតូបន្តមកទៀតកដោយសារតែវាអត់មានខដូច្នេះវាមានត្រឹមដហ្មងគឺវារៀបចំអញ្ចឹងហ្មងណាអ្នកទាំងនេះហ្នឹងហើយប្រសិនបើយើងចង់សតទៅលើអីទៀតដែលយើងចង់បានថាខ្ញុំចង់សតទៅលើថ្នាក់វិញម្ដងជើងចុចលើអាក្លាដែលយើងសតនេះកន្លែងនេះអាក្បាលទី1ហ្នឹងណាអាហ្នឹងគឺជាជួរនឹងជាជួរដែលយើងចង់ធ្វើការសតបើថាខ្ញុំដាក់ជួរទី2ទេចុច enter មកឃើញគឺវាសតពីតែថ្នាក់ចាប់ពីថ្នាក់ 7A 7B 8A 8A 8B អញ្ចឹងណាហើយឈ្មោះគឺវា load ទៅតាមថ្នាក់នេះបាច់ហ្នឹងណាអញ្ចឹងយើងចង់សតលើអីទៀតឧទាហរណ៍សតទៅលើបន្ទុកអញ្ចឹងបន្ទុកនេះគឺវារៀបអញ្ចឹងឲ្យយើងមកដាក់ cursor នៅនេះយើងមកដូនយើងរាប់ខ្លួនឯង1 2 3អូខេ3អញ្ចឹងធ្វើ3ឯងចំណែកខាងនេះយើងចង់របៀបពីទូចឬទៅធំឥឡូវយើងដាក់ពីទូចទៅធំសិនឃើញអត់គឺឈ្មោះវាទៅតាមដែរប៉ុន្តែយើងរៀបតាមបន្ទុកមែនទេនេះពីទូចទៅធំហើយបើសិនយើងចង់រៀបពីធំទៅតូចគឺយើងមកចុចលេខឈ្មោះនឹងតារាងហើយនេះគឺពីធំទៅតូចយើងដាក់សញ្ញាដក1បែបហ្នឹងណាហើយ enter អញ្ចឹងគឺវានឹងរៀបតាមបន្ទុកវាតាមបន្ទុកនេះដើម្បីយើងមើលអាក្នុងជួរដើមវាណានេះធំជាងគេគឺវាឲ្យលេខ1អញ្ចឹងណាហើយបន្តនេះរហូតចាំបាច់យ៉ាងចុះអូខេអញ្ចឹងអាការសតហ្នឹងគឺមានប៉ុណ្្នឹងឯងឥឡូវយើងមើលទី2ទៀតគឺ sort by ដូចគ្នាទេខ្ញុំដាក់និយមន័យថាជារមុនសម្រាប់តម្រៀបតាមអក្សរក្រមគាត់ថាការ sort by ហ្នឹងគឺយើងអាចប្រើបានច្រើនលក្ខខណ្ឌបន្តិចអញ្ចឹងណាយើងអាចធ្វើការរើសឥឡូវមកថាយើងដាក់ cursor មកដើម្បីយើងដឹងហើយ sort
តមកទៀតនិយាយពាក្យថា sort by តមកទៀត like array ហ្នឹងដូចគ្នាប៉ុន្តែការប្រើប្រាស់ sort by ហ្នឹងគឺយើងអាច select ធំណាដែលយើងចង់បានអញ្ចឹងបើថាខ្ញុំចង់បានតែត្រឹមឈ្មោះទេអញ្ចឹងយើងអាច select ត្រឹមឈ្មោះបានអញ្ចឹងទី1តមកទៀតគឺ by array ហ្នឹងគឺតើយើងចង់ sort ដោយសារអីយើងចង់ sort វាដោយឈ្មោះឬក៏ដោយអីគេអញ្ចឹងណាមកថាខ្ញុំចង់ sort ដោយថ្នាក់វិញចាប់ពីថ្នាក់ 7A អញ្ចឹងទៅរហូតហ្នឹងហើយបន្តមកទៀតយើងគឺអាកន្លែងនេះសួរថាពីណាទៅណាពីតូចធំឬក៏ពីធំទៅតូចអញ្ចឹងខ្ញុំយកពីតូចអញ្ចឹងជា enter ណាអញ្ចឹងគឺយើង sort ដោយថ្នាក់ 7A តទៅទៀត 7A គេថងរតនា 7A តមកទៀតគឺឈ្មោះនេះ 7A ខ្ញុំអញ្ចឹងអាហ្នឹងគឺយើងរៀបដល់អញ្ចឹងបានណាហ្នឹងហើយបើសិនបើយើងចង់ធ្វើការដូរទៀតក៏បានដែរថាយើងចង់ sort ដោយទៀតចង់ឲ្យវាតម្រៀបដោយអីអញ្ចឹងណាអានៅក្នុងហ្នឹងតមកទៀតយើងចង់តម្រៀបដោយលេខរៀងអញ្ចឹង search លើលេខរៀងមកគឺវា1ដាក់លេខ1អញ្ចឹងបែបហ្នឹងហើយ enter កើតគឺវាយកលេខ1នេះលេខ1នេះលេខ1តមកទៀតលេខ2ណាគេនេះលេខ2គឺថារៀងអញ្ចឹងវារៀបតាមលំដាប់អានេះរូបមន្តនេះយើងអាចប្រើបានអញ្ចឹងណាប៉ុន្តែបើសិនបើយើងទៅប្រើរូបមន្តសតទេគឺมันអាចធ្វើអញ្ចឹងបានទេសតទេគឺតម្រូវយើងធ្វើការហ្នឹងសេចទាំងអស់ហើយមកតែខ្ញុំសេចតែមួយចុះហើយសាប់តែខ្ញុំមកសេចគ្នាទៀតសេចលេខនេះទៀតអញ្ចឹងដាក់លេខ1តែគឺវាអត់ស្គាល់គេឃើញអត់អញ្ចឹងវាខុសគ្នាតែនឹងឯងសតនេះគឺយើងអាចធ្វើការសេចទៅទាំងអស់តមកទៀតយើងរើស column មួយណាដែលយើងចង់សតដោយហើយដល់ពេលបើសិនបើយើងប្រើសត by នេះគឺយើងអាចធ្វើការ select កន្លែងណាក៏បានដែរហ្នឹងអញ្ចឹងវាស្គាល់ហើយថាយើងចង់បានអីគេចង់បានឈ្មោះយើង select លើឈ្មោះទៅមកទៀតគឺវាអាកន្លែងពាក្យថា by array 1ហ្នឹងគឺសួរថាយើងចង់សតទៅលើអ្វីបើថាខ្ញុំចង់សតទៅលើបន្ទុកអញ្ចឹងខ្ញុំសតទៅលើបន្ទុកហេតែប៉ុណ្្នឹងឯងទៅមកទៀតគឺវាហើយសួរថាយើងចង់បានពីធំទៅឬគឺពីតូចទៅធំខ្ញុំចង់បានពីតូចទៅធំហើយដាក់លេខ1មកហើយ enter ឃើញអញ្ចឹងគឺវាចាប់យកតែឈ្មោះទេចាប់យកតែឈ្មោះប៉ុន្តែវាមានលក្ខខណ្ឌគឺដោយសារនេះអញ្ចឹងអានេះពីតូចទៅធំរតនាគេខាងលើហើយកែសុភ័ក្រគឺគាត់បាន20វាទូចពីតូចទៅធំអញ្ចឹងអាក្រៅពីហ្នឹងគឺដូចគ្នាទាំងអស់អញ្ចឹងបើសិនបើយើងចង់បានទាំងអស់ក៏បានដែរយើងដាក់សញ្ញាស្មើហើយ sort មកអញ្ចឹងយើងធ្វើការសេចទាំងអស់នេះក៏បានដែរហើយកបិះហើយយើង sort ទៅលើអី sort ទៅលើឈ្មោះសេចទៅលើឈ្មោះហើយកបិះហើយដាក់លេខ1ដើម្បីពីតូចទៅធំហ្នឹងគឺវាមកទាំងអស់ដែរអញ្ចឹងណាអញ្ចឹងចង់ sort វាអីយើងទៅស្រេកឲ្យនឹងដល់ខ្លួនឯងអូខេអញ្ចឹងអាការ sort នេះគឺមានតែប៉ុណ្្នឹងឯងតោះឥឡូវយើងចូលរូបមន្តទី3គឺ unique នេះគឺជានេះខ្ញុំដាក់និយមលេខនោះថាជារូបមន្តសម្រាប់ច្រោះយកតែទិន្នន័យតែមួយដែលវាមិនដូចគ្នាហើយយើងនិយាយថាយើងអាចនិយាយថាវា remove duplicate អញ្ចឹងណាឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំចង់បានតែថ្នាក់ទី 7A B 7A 7B 8A 8B អញ្ចឹងណាអញ្ចឹងឲ្យតែរូបមន្តឲ្យតែវា 7A គឺវាអត់ចាប់យកទេគឺវាចាប់តែថាចាប់តែមួយទេអាហ្នឹងវាដូចជារូបមន្តគេថា duplicate អានេះដូចនេះគឺវាអត់រើសទេវាយកតែមួយទេក្នុងចំណោមហ្នឹងអញ្ចឹងវាងាយស្រួលដែរឥឡូវយើងដាក់ cursor នៅក្នុងហ្នឹងមកហើយយើងធ្វើការសរសេររូបមន្ត unique អញ្ចឹងមកអូខេអានេះមួយនេះ unique មួយនេះអានេះ unique ឆាអានេះ unique ចុច tab តមកទៀតយើងធ្វើការ select លើ column របស់យើងមកតែប៉ុណ្្នឹងឯងហ្នឹងហើយហើយយើងចុច enter មកឃើញអត់អញ្ចឹងគឺវាចាប់តែ 7A 7B 8A 8B ទេទោះបីយើងសរសេរដូចគ្នាក៏ដោយអញ្ចឹងគឺវាចាប់តែទិន្នន័យណាដែលមិនដូចគ្នាអញ្ចឹងណាមិនដូចគ្នាអញ្ចឹងទិន្នន័យវាដូចគ្នាគឺវាចាប់ទេវាចាត់ទុកថាហ្នឹងគឺគេហៅថា duplicate អញ្ចឹង2ដងណាហ្នឹង2ដងដូច្នេះវាក្នុងចំណោមហ្នឹងវាចាប់តែតែមួយទេបែបហ្នឹងអូខេអញ្ចឹងរូបមន្ត unique គឺមានតែប៉ុណ្្នឹងឯងយើងអាចប្រើទៅតាមសារភាពជាក់ស្ដែងនៃការងាររបស់យើងឥឡូវរូបមន្ត filter រូបមន្ត filter នេះគឺជារូបមន្តមួយសម្រាប់យើងនេះខ្ញុំដាក់និយមន័យថាទាញយកទិន្នន័យតាមលក្ខខណ្ឌដែលយើងចង់បានអាហ្នឹងដូចទៅក្នុង sort ដែរដូចគ្នាដែរពីអ្នកហ្នឹងណាស្តៀងគ្នាហ្នឹងហើយអូខេអញ្ចឹងយើងអាចប្រើវាយើងដាក់ cursor យើងហ្នឹងដាក់សញ្ញាស្មើសេពទៅ filter អ្នកខាងលើនេះណា filter ចុច tab មកបន្តមកទៀតយើងមក select លើអីគេដែលយើងចង់បានមកថាខ្ញុំ select លើឈ្មោះចុះខ្ញុំចង់បានជាឈ្មោះអញ្ចឹងយើង select លើឈ្មោះបន្តមកទៀតយើងធ្វើការកបិះឲ្យកន្លែងពាក្យថា include នេះគឺសួរតើយើងទាញទិន្នន័យដោយលក្ខខណ្ឌអី
cứ trong chọn ban chỉ thằng đòi lệ khăn thằng nhưng mà đòi thằng hai phần mắc tiết dương thua cá đã nhà smá cứ đầm rơi dương đã nhà smá hai phần mắc tiết dương sơ xe thằng để dương chọn bàn ở thằng ai kỳ thằng nhung chọn bàn bờ á nhưng sơ xe bờ á bạn em á hai chơi enter á kén cứ vi chạp tới mua nè na để miền thằng tìm bờ á thì đối cho nên bờ á kén dân dương mà đồ bờ á nơi bên nào mới cứ video tạm dùng mà thằng đà rô á không đi còn đòn miền tề đối cho nên sân bao nhiêu đã còn chỉ thằng tìm bờ á với dân được không đi cứ vi chạp này kén chạm á này chạm bằng khía này tuần nào rồi chẳng á ok chẳng là ca pra hormone filter cứ bay năng ảnh và xong dương miền tây này dân dân nhất cứ dương được thua được tam lệ khăn năng ảnh chẳng á ok ta hormone ở ti pram cứ hormone sequence nó cứ chia hormone muối sầm rạp dương đại lệ riêng mà chia thằng nám xong dương chọn đại lệ riêng dương đại mùi chẳng mày này mùi chẳng tới hay tụi mọc tuyết dương thua cả ô vì là cho cào chẳng á và đây các đại lệ riêng ní đâu sao tại sao mà dương miền tràn chân tới dương một bạn tại đại chẳng á nè dân những anh pra hormone sequence bàn sequence những anh đã đọc rồi hay dân còn là lúc mỗi từ ngõ vậy đó ok dân đặt kho sơ nâng món do mắc tiết đã nhà smart hay sẽ bị sequence SEQ này khang lời video màu à ok tao mắc tiết dương client anh ấy bên bị row dương chọn đại chữ row mày nè row số ta dương trong ăn pillar cho từ hàng cám nó còn màn lệ riêng mà ta trong bàn buồn cho dân không ní dương xe lệnh buồn hay dương bật vùng chọn ta vẫn năng này hay chạy enter mất thì án cứ việc tranh ô tô chẳng là hàng cám cái này vi tranh ở nhà rộng vùng chẳng á xong bây giờ mà lúc lại này muối cứ bị tới từng ngõ ok hai bên xong bây giờ trong the xe tiết dương the xe ở chọn đại lệ riêng mà một thầy rất đại linh phải bật vùng chó enter nhán dẫn đo một thầy hàng cám ấy ở trong đại tem 4 chân dân xe nó đạm 4 này bị chạm tem 4 để anh ấy cứ chỉ cả đã lệ riêng tam rồi dạy hormone sequence ok dân cho ti bầm muối ní cứ hormone find những tuần ti bao bía để chúng đặt trong ní chia hormone sầm rạp rộp và sầm rạp xoay rốc nhầm lại cả xoay rốc ti tăng bịa không ăn bọt anh ấy cứ cùng nóng bao bía cứ bịa xoay rốc bịa mỏng alo thao ta trong miền bịa là nhé trong miền bịa thà apple hai person bị dương trong xoay rốc ở sọ l xưa ta ở sọ l việt thật là không ti tăng phần màn và xong dương rộp bị cài mũi bị bởi buồn ghét vì thật là không ti tăng buồn ok chẳng việc ai rộp ở dương mà nó vì xoay đâu đi tăng hai phần mọt khơi với vì trên nhạc xịn ta biết thua với miền pí hoặc là nó dương ai thua cả cộng nạp tần này rồi nhỉ là dương sạ thua tam thòng đá chắc đã nhạc smart khi tầm mọt tiết dương c bị tha fine chẳng hạn fine hay trực thép nó bị ta fine text chẳng dương biết để dương từ đó dương xong giờ sẽ đặt nhà mình cái đào pí hai biết nó không nâng dương trong rồi bị kia thọ bị l sọ l chẳng hạn dương ai cho đâu chỉ biết có ba này chỉ bằng hai thì hai tấm mắc tiếp dương thua cá chỉ có bị hai tấm mắc tiếp bị ta within thích nó cứ dương xoay rồi bị là ngày chân trịch lên nâng mắc hai tấm mắc chỉ enter chẳng vì năng tranh lịch buồn xưa ta hai đấy ban trịch buồn đã sai vì prap ti tăng thả sọ l mà dương cái thật nó không tăng ti buồn bây giờ dương rồi bị a mũi p mũi tiết bởi hai l ní cứ buồn chẳng phải nắng á này hai dương ai thua cá ô cho cao vậy đi hãy đây ban bị ắt tránh đó sao tại nơi không biết ní viện miền biệt để dương loại xoay rồi cứ bị l nhé ok ở lâu mai bây giờ dương cho ban xoay rồi bị a thì chân những đã có sơ là không nâng tự đá hay dương mọi đồ lại này mọi đồ trongนี้này mọi đồ trongนี้đã sọ a thông chân tự enter nó cứ bị tranh mùi hay đây tranh mũi để sao tại a nó bị thật là không thì tăng mùi thật a mùi chẳng hạn rồi bệnh này ai mũi tiết bây giờ dương và bạn tự đôi cho lăng được không ní việc bạn ảnh khôi được muốn dương ảnh xe a mùi lại ní mất dương bằng cát ở cái lâm mùi mà một thằng nó không ní trong đại a hay không ní tiết trong chẳng rồi sỏi cái rồi a đã bắt tay a túi chẳng hạn anh ấy tiết để dùng rồi sỏi cái sọ vái anh ấy tự tam để dương trọng màn chẳng hay dương trọng đừng thảo và tao vì nơi ti tăng nè dân ca pra một đích này đây dương là đã có sơ nền đã nhà smart của tàu mọc tiết dương xe muốn nó phải hay dương là bốn bị thả fine technique cứ dương mà chạy lừa bị để dương trọng rồi chạy lừa mất học và tàu mọc tiết dương thua cả cái bia lại biện thảo within technique cứ chia cần lại để dương xoay rột bị ngày chẳng phải nhớ hay khám mốc tiết dương ai thua ca cộng cộng nắp ti tăng và tay dương máy cộng nắp tiết dương đạn dân muốn tới ai chạy enter nhé dân tiêu viên tranh mùi hay được overlay cho crom á overlay anh ấy bị ắt tranh nhất á vì admin tranh ấy thì chân anh ấy dương mờ này a nó cứ tìm mùi khét này một tìm mũi
តមកទៀតអាទី2ហ្នឹងដែលយើងស្វែងរក A ដែរប៉ុន្តែ A ទុចវាស្ថិតនៅក្នុងទីតាំង3អញ្ចឹងយើងទៅមើលពាក្យនេះទៅវាស្ថិតនៅក្នុងបាំង3រាប់ទៅ O1 ពណ៌2 A ហ្នឹងគឺ3អញ្ចឹងយើងអាចដូរពេលណាក៏បានណាបើសិនបើយើងចង់ស្វែងរកអក្សរ E អញ្ចឹងដាក់ E មកនេះគេវាស្ថិតនៅក្នុងទីតាំង4បើអញ្ចឹងណាអញ្ចឹងអា rule file ហ្នឹងគឺតួនាទីរបស់វាស្វែងរកទីតាំងពាក្យនៅក្នុងអត្ថបទរបស់យើងនឹងឯងចង់សរសេរជាពាក្យពេញក៏បានហើយជាបញ្ហាទេតោះរូបមន្តចុងក្រោយគឺរូបមន្ត transpose រូបមន្ត transpose ហ្នឹងនៅក្នុងយមន័យនេះដាក់ថាជារូបមន្តមួយសម្រាប់ទាញយកទិន្នន័យពីជូឈរទៅជាជូដេកឥឡូវឧទាហរណ៍ថាខ្ញុំមានឈ្មោះកន្លែងនេះហ្នឹងទីតែនេះគឺជាឈ្មោះអញ្ចឹងអាឈ្មោះហ្នឹងវានៅតាមជូឈរមែនទេនេះកលឹមមួយកលឹមហ្នឹងណាជូឈរអញ្ចឹងគឺខ្ញុំចង់ប្រើរូបមន្តថ្មីឲ្យឈ្មោះហ្នឹងវាទៅតាមជូដេកខ្ញុំបើថាថាហេដាក់កន្លែងនេះថងរតនាដាក់កន្លែងនេះអញ្ចឹងណាវាទៅបន្តរហូតដល់នឹងជាជូដេកអញ្ចឹងបើសិនបើយើងដូរទិន្នន័យកន្លែងនេះមួយអាកន្លែងយើងចាប់រូបមន្តគឺវាដូរដល់ស្វ័យប្រវត្តិអញ្ចឹងណាដូចយើង copy paste ដែរហ្នឹងហើយអញ្ចឹងដើម្បីប្រើប្រាស់ងាយស្រួលទេឥឡូវខ្ញុំយកខាងក្រោមនេះខ្ញុំមានឧទាហរណ៍ខាងក្រោមនេះឈ្មោះគឺដាក់តាមដាប់ដល់ទៅរហូតកន្លែងនេះឋានៈអញ្ចឹងទៅអូខេកម្មដើម្បីប្រើប្រាស់យើងដាក់ cursor យើងនៅហ្នឹងយើងសរសេររូបមន្តមកសេមក transpose ចឹងខាងលើគេមកនេះខាងលើគេហើយចុច tab ដល់មកទីកន្លែងពាក្យថា array ហ្នឹងគឺដើម្បីយើងធ្វើការ select លើទីតាំងដែលយើងចង់បានគឺឈ្មោះអញ្ចឹងយើង switch ទៅវាមកដល់មកទៀតយើងបិទពុម្ពបញ្ចុចចុច enter គេគឺឈ្មោះយើងគឺទៅតាមទៅរហូតគេអានេះដោយសារតែវាធំច្បាស់ហ្នឹងឥឡូវយើងដាក់ធំនេះគេឈ្មោះយើងនេះខាងលើគេដូចចម្រើនដល់មកទៀតឈ្មោះអត្ថហេតុវាទៅខាងមុខមួយអញ្ចឹងណាទៅតបរហូតអញ្ចឹងទៅចឹងបើសិនមកយើងមកដូរកន្លែងនេះមួយឧទាហរណ៍ថាខ្ញុំដាក់ថាដអញ្ចឹងគឺមកកន្លែងនេះវីដេអូនេះគេវីដេអូតាមយើងដែរនេះកន្លែងទៅតាមដែរអញ្ចឹងវាស្រួលកន្លែងហ្នឹងហើយអត្ថដូចគ្នាដែរបើសិនមកយើងចង់ដូចគ្នា transpose អញ្ចឹងទៅហើយយើងសេចលើឋានៈទាំងអស់អញ្ចឹង enter គេឋានៈវាលុបទៅមុខបន្ទុកដូចគ្នាដែរអញ្ចឹងដូចគ្នាទាំងអស់ហើយយើងមកសេចលើបន្ទុកយើងមកហើយចុច enter គេអញ្ចឹងបន្ទុករបស់យើងវាធ្លាក់មកបែបហ្នឹងណានេះអូខេអញ្ចឹងរូបមន្តរបស់យើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯង